សម្រាប់អ្នកដែលចង់ចេះធ្វើវីដេអូបែបនេះអាចមើលវីដេអូមួយនេះបានហើយសម្រាប់បងណាដែលគាត់ថ្មីហ្មងទៅតែឃើញវីដេអូរបស់ខ្ញុំលើកទី1ទៅគឺខ្ញុំមានបង្រៀនពីរបៀបកាត់វីដេអូនៅទាំងនៅលើ CapCut ឬក៏នៅលើ TikTok អញ្ចឹងបងណាដែលគាត់អត់ដឹងអាចចូលមើលនៅក្នុង profile របស់ខ្ញុំចូលទៅគឺខ្ញុំមានបាន post ច្រើនខ្លាំងមែនតើហ្មងមិនថារបៀបធ្វើ poster កាត់វីដេអូធ្វើរូបភាពអីចឹងណារបៀបថតរូបក៏ខ្ញុំមានបានផុសនៅក្នុងនឹងដែរអញ្ចឹងបងចូលមើលទៅហើយមេរៀនទាំងអស់ហ្នឹងគឺ free ទាំងអស់ហ្មងដែលបងត្រូវការយកលុយទៅទិញគេយើងចូលមកក្នុងវីដេអូរបស់យើងមួយនេះគឺខ្ញុំកាត់នៅលើកម្មវិធី CapCut បងចូលទៅក្នុង Cut ដាក់វីដេអូមួយមកបងមានវីដេអូតែមួយគឺបងតម្រូវត្រូវកាត់វីដេអូហ្នឹងចេញជា2សិនដើម្បីឲ្យវាបានចេញជាសញ្ញាបែបនេះកន្លែងហ្នឹងគឺដើម្បីដែលបងដាក់ transition បានណាបងអញ្ចឹងដូចដែលខ្ញុំបានបង្រៀនពីវីដេអូមុនអញ្ចឹងកន្លែងដែលលើ CapCut ដែលមានរូបត្បូងគឺយើងអាចប្រើបាន free មករួមទៅបើសិនជាយើងអត់បង់លុយប្រើ CapCut Pro ទេក៏យើងនៅតែអាចប្រើ CapCut បានអញ្ចឹងយើងគ្រាន់តែប្រើរបស់ណាដែលគេដាក់ឲ្យយើងប្រើ free ទៅគឺប្រើបាន export មកបានហើយបើសិនជាបងចង់បានប៊ិចដូចនៅខ្ញុំប្រើនៅលើវីដេអូហ្នឹងអាចឆាតមកទៅខ្ញុំបានប្រើលើទូរស័ព្ទបានគ្រប់ប្រភេទ